camera ពីរមេរបស់ខ្ញុំនៅបាន record បានតិចថ្ងៃម៉េះពីមេ4 crop បានតែមួយអាទិត្យឬក៏មួយថ្ងៃវា record ទៅវាគ្រប់គ្រាន់សម្រាប់តម្រូវការរបស់យើងផ្ទាល់អញ្ចឹងថ្ងៃនេះមកដោះស្រាយបញ្ហារបស់បងប្អូនដោយសារតម្រូវការទីផ្សាររបស់យើងសប្តាហ៍ថ្ងៃនេះគឺ hard disk គឺវាមានតម្លៃថ្លៃមែនទែនដែលយើងពិបាកក្នុងការលក់ទៅកាន់អតិថិជនរបស់យើងអូខេបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានដំណឹងថ្មីចែកទៅកាន់បងប្អូនទាំងអស់គ្នាមួយទៀតហើយគឺពាក់ព័ន្ធជាមួយនឹង AI អញ្ចឹងតាហោរបស់យើងបាន release ជាមួយនឹង AI មួយដែលហៅថា Super AI Coding Super AI Coding របស់តាហោនេះគឺជួយមានថាជួយកាត់បន្ថយការស៊ីទៅលើ storage របស់បងប្អូនប៉ុន្តែសម្រាប់ quality គឺនៅរក្សាដដែលនៅក្នុង Super AI Coding របស់យើងមាន3នៅក្នុងហ្នឹងអូខេអញ្ចឹងខ្ញុំមកបញ្យល់បងប្អូនបន្តិចពាក់ព័ន្ធជាមួយនឹងការស៊ីទៅលើ bitrate របស់កាមេរ៉ារបស់យើងជាធម្មតាយើង install កាមេរ៉ាយើងអត់សូវបានចាប់អារម្មណ៍ទៅលើហ្នឹងប៉ុន្តែពាក់ព័ន្ធនឹង technology ហ្នឹងគឺល្អសម្រាប់បងប្អូនមែនទេខ្ញុំនឹងបង្ហាញវីដេអូឲ្យបងប្អូនឃើញក៏ដូចជាសម្រាប់ឧទាហរណ៍ដើម្បីបងប្អូនកាន់តែយល់បន្ថែមទៀតអញ្ចឹងពាក់ព័ន្ធជាមួយនឹងការស៊ីទៅលើ hard disk ពាក់ព័ន្ធនឹង compression coding compression ចឹងនៅក្នុង Super AI Coding វាមាន3ដែលវាចេញមកហ្នឹងណាគឺវាមាន ABR គេហៅថា average bitrate ជាធម្មតាយើងឃើញ CBR គេហៅថា constant bitrate ហ្នឹងគឺវាស៊ីថេមែនទេពាក់ព័ន្ធ bitrate វាថេអញ្ចឹងយើងមាន ABR ហ្នឹងដំណើរការបែបម៉េចខ្ញុំដាក់ឧទាហរណ៍នៅក្នុងវីដេអូបន្ទាប់ហើយមួយទៀតគឺ technology នៅក្នុង Super AI Coding ក៏វាមាន ROI មានថា region of interest អញ្ចឹង region of interest វាមានអត្ថន័យបែបម៉េចដំណើរការវាលក្ខណៈបែបម៉េចចំណុចមួយទៀតគឺ BAE មានន័យថា brightness adaptation and coding អញ្ចឹងសម្រាប់ coding មួយនេះគឺវាជួយ compress បែបម៉េចប៉ុន្តែខ្ញុំបង្ហាញបន្តិចបញ្ជាក់បន្តិចពាក់ព័ន្ធមួយ ROI មានថា region of interest ដែលខ្ញុំតែងតែបង្ហាញបងប្អូនថាពាក់ព័ន្ធមួយ background ដែលធ្វើឲ្យការ record របស់យើង bitrate ដែលទាបពាក់ព័ន្ធមួយ motion ទៅលើរថយន្ត motion ទៅលើមនុស្សហ្នឹងដែលវា record ទៅលើ bitrate ដែលខ្ពស់ដែលធ្វើឲ្យកម្រិតរូបភាពរបស់យើងហ្នឹងអត់បាត់ទេបាទអញ្ចឹងវា different មានថាវាខុសប្លែកពី HP65 encoding អូខេអញ្ចឹងកុំឲ្យខាត់ពេលយូរទៀតទៅមើលវីដេអូ detail ទាំងអស់គ្នា Let's go Dahua Super AI Coding Technology 4K video occupy 2.6 gigabytes per hour. High resolution is a necessity, but hard drive prices are rising. At a 1 terabyte hard drive costs are twice than before. How can we solve this problem? As hard drive prices rise, the same budget no longer covers storage needs. Super AI Coding utilizes AI recognition results and technologies such as ABR, ROI, and BAE to break through the industry challenge of low storage with high image quality. ABR, average bitrate technology, lowers bitrate in simple scenes to save storage space and increases it for complex scenes to improve image quality without degradation. Precision ROI, region of interest technology uses AI to detect key targets like humans and vehicles, applying high bit rate to these areas and low bit rate to the background. BAE, brightness adaptation encoding technology utilizes recognition algorithm for optimizing low illumination scenarios, ensuring that the image quality remains unchanged while reducing the bit rate. Compares with general H.265 coding, Super AI Coding can save about 50% storage. Compares with competitor, Super AI Coding has lower bit rate and better image quality. Compared with standard H.265 encoding, Super AI Coding saves 7 terabytes of storage over 30 days for 16 channels at 4 megapixels, which significantly reduces hard drive costs. សរុបមកគឺនេះគឺជាបច្ចេកវិទ្យាថ្មីមួយទៀតហើយដែលយើងដាក់ទៅលើប្រភេទកាមេរ៉ា IP របស់ brand តាហោរបស់យើងអូខេអញ្ចឹងវាជួយបងប្អូនច្រើនមែនទែនពាក់ព័ន្ធមួយការថែរក្សា hard disk របស់យើងហើយវាអត់បាត់ quality របស់យើងទៀតមានថា quality យើងរក្សាបានដដែលប៉ុន្តែការធ្វើទៅលើ hard disk របស់យើងគឺវាតិចជាងមុនឧទាហរណ៍ថាយើងប្រើអត់ 14T មកបច្ចុប្បន្នយើងប្រើតែ 7T ទេឧទាហរណ៍អញ្ចឹងវាជួយច្រើនមែនទែនក្នុងការចំណាយលុយទៅទិញ hard disk ដែលមាន spec ធំៗអូខេអញ្ចឹងវីដេអូថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនារបស់បងប្អូនហើយជួបគ្នានៅវីដេអូក្រោយបាយ